អំពីប្រវត្តិនៃនំអន្សមនិងនំគុំនៅក្នុងវប្បធម៌ខ្មែរនំអន្សមនិងនំគុំមិនមែនគ្រាន់តែជាអាហារសម្រាប់បរិភោគបង្អែតមាត់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រនិងជំនឿសាសនាដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរតាំងពីសម័យបុរាណម្ល៉េះមួយដើមកំណើតនិងជំនឿសាសនាតាំងពីសម័យដើមប្រទេសកម្ពុជាបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រហ្មញ្ញសាសនាតាមជំនឿនេះគេជឿថាអ្វីទាំងអស់ក្នុងโลกកើតឡើងពីការផ្សំគ្នារវាងធាតុបុរសនិងធាតុស្ត្រីនំអន្សមដែលមានរាងវែងមូលតំណាងឲ្យគូសិវលឹងដែលជាតំណាងនៃព្រះសិវៈអាទិទេពផ្នែកបុរសវាជានិមិត្តរូបនៃថាមពលការបង្កើតនិងការការពារនំគុំដែលមានរាងមូលកំប៉ោងនៅកណ្ដាលតំណាងឲ្យយោនីក៏ដែលជាតំណាងនៃព្រះនាងឧមាអាទិទេពផ្នែកស្ត្រីការធ្វើនំទាំងពីរប្រភេទនេះដាក់ក្បែរគ្នាគឺជាសញ្ញានៃសិរីសួស្តីទល់ឲ្យភាពនៃធម្មជាតិនិងការរីកចម្រើនដុះដាលនៃជីវិត 2. ការផ្សារភ្ជាប់នឹងពុទ្ធសាសនានិងបុណ្យភ្ជុំបិណ្ឌនៅពេលដែលពុទ្ធសាសនាបានក្លាយជាសាសនារបស់រដ្ឋខ្មែរយើងមិនបានបោះបង់ប្រពៃណីធ្វើនំនេះឡើយប៉ុន្តែបានបញ្ចូលវាទៅក្នុងពិធីបុណ្យទាននានាវិញជាពិសេសគឺបុណ្យភ្ជុំបិណ្ឌដោយសាររដូវភ្ជុំបិណ្ឌចំរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាមការធ្វើដំណើររបស់ព្រះសង្ឃមានការលំបាកដូនតាខ្មែរយើងមានគំនិតច្នៃប្រឌិតខ្ពស់ដោយបានធ្វើនំអន្សមដែលវេចខ្ចប់ដោយស្លឹកចេកច្រើនជាន់និងចងខ្សែយ៉ាងណែនរួចស្ងោរឲ្យឆ្អិនល្អពិធីនេះធ្វើឲ្យនំអាចរក្សាទុកបានយូរថ្ងៃរហូតដល់មួយសប្តាហ៍ដើម្បីប្រគេនព្រះសង្ឃឆាន់បានយូរទោះបីជាមេឃភ្លៀងមិនអាចចេញបិណ្ឌបាតបានក៏ដោយ3. អត្ថន័យនៃការសាមគ្គីភាពក្រៅពីជំនឿនំអន្សមគឺជានំសាមគ្គីក្នុងសម័យមុនការធ្វើនំអន្សមម្ដងតម្រូវឲ្យសមាជិកគ្រួសារឬអ្នកភូមិជិតខាងមកជួយគ្នាអ្នកខ្លះជូតស្លឹកចេកអ្នកខ្លះលាងអង្ករអ្នកខ្លះរុំនិងអ្នកខ្លះទៀតនៅចាំយាមភ្លើងស្ងោរនំពេញមួយយប់សកម្មភាពទាំងនេះបានបង្កើតនៅបរិយាកាសរីករាយការជួបជុំនិងការចងកម្រងអនុស្សាវរីយ៍រវាងចាស់ទុំនិងក្មេង 4. សេចក្តីសន្និដ្ឋានរហូតមកដល់បច្ចុប្បន្ននំអន្សមនិងនំគុំនៅតែជាដួងព្រលឹងនៃពិធីបុណ្យប្រពៃណីខ្មែររាល់ពេលដែលយើងឃើញនំអន្សមយើងមិនត្រឹមតែនឹកឃើញដល់រសជាតិដ៏ឆ្ងាញ់ពិសាប៉ុណ្ណោះទេប៉ុន្តែយើងក៏ត្រូវនឹកឃើញដល់គុណតម្លៃនៃដូនតាការដឹងគុណចំពោះសាសនានិងការរក្សានូវអត្តសញ្ញាណជាតិដ៏រឹងមាំ